នៃធ្នង់ផ្ទះបាយស្ងប់ស្ងាត់មួយការចម្អិនអាហារមិនមែនគ្រាន់តែធ្វើម្ហូបទេវាគឺជាសិល្បៈថ្ងៃនេះខ្ញុំនឹងធ្វើស្តេកដ៏ juicy និងទន់ឆ្ងាញ់ដែលអ្នកអាចធ្វើបាននៅផ្ទះគន្លឹះនៃស្តេកល្អមិនចាំបាច់ប្រើគ្រឿងផ្សំច្រើនទេមានតែអំបិលនិងម្រេចខ្មៅប៉ុណ្ណោះដើម្បីបញ្ចេញរសជាតិពិតរបស់សាច់ពេលសាច់ប៉ះខ្ទះក្តៅសំឡេងស៊ីសលីងនេះគឺជាសញ្ញានៃរសជាតិដ៏អស្ចារ្យ Butter រលាយជាមួយខ្ទឹមសនិង rosemary ក្លិនឈ្ងុយចាប់ផ្ដើមពេញផ្ទះបាយ Golden crust ដ៏ល្អឥតខ្ចោះ crispy នៅខាងក្រៅប៉ុន្តែរក្សា juice ទាំងអស់នៅខាងក្នុងនេះហើយគឺជាពេលដែល steak ចាប់ផ្ដើមមានជីវិត